ពេលតែបានជួបអូនដំបូងមកមានអារម្មណ៍ស្នេហ៍លើស្រីតែយូរទៅក៏ស្នេហ៍ថ្លៃមិនដឹងខ្លួនព្រោះតែទុំវល់អរបងនួនឡងបានធ្វើឲ្យបេះដូងបងអង្រួនស្រលាញ់ស្ងួនភរិយាល្អរបស់បងដឹងទេអូនអាចាអាចយកបានបេះដូងបងនួនឡងអាចធ្វើឲ្យបងភ្លេចនាងចឹងអូនជាភរិយាល្អមានចិត្តស្មោះសរបងស្ញំស្ញើយអូនខំប្រឹងប្រែងតស៊ូនៅក្នុងជីវិតបងពិតជាមានមោទនភាពដែលមានសំណាងបានអូននៅចិត្តអរគុណណាស់ក៏មិនដែលព្រមរួមរស់ក្បែរបងពេលតែបានជួបអូនដំបូងមកមានអារម្មណ៍ស្នេហ៍លើស្រីតែយូរទៅក៏ស្នេហ៍ថ្លៃមិនដឹងខ្លួនព្រោះតែទុំវល់អរបងនួនឡងបានធ្វើឲ្យបេះដូងបងអង្រួនស្រលាញ់ស្ងួនស្រលាញ់ជារៀងរហូតដឹងទេអូនអាចាអាចយកបានបេះដូងបងនួនឡងអាចធ្វើឲ្យបងភ្លេចនាងចឹងអូនជាភរិយាល្អមានចិត្តស្មោះសរបងស្ញំស្ញើយអូនខំប្រឹងប្រែងតស៊ូនៅក្នុងជីវិតបងពិតជាមានមោទនភាពដែលមានសំណាងបានអូននៅចិត្តអរគុណណាស់ក៏មិនដែលព្រមរួមរស់ក្បែរបងអាចយកបានបេះដូងបងនួនឡងអាចធ្វើឲ្យបងភ្លេចនាងចឹងអូនជាភរិយាល្អមានចិត្តស្មោះសរបងស្ញំស្ញើយអូនខំប្រឹងប្រែងតស៊ូនៅក្នុងជីវិតបងពិតជាមានមោទនភាពដែលមានសំណាងបានអូននៅចិត្តអរគុណណាស់ក៏មិនដែលព្រមរួមរស់ក្បែរបងអរគុណណាស់ក៏មិនដែលព្រមរួមរស់ក្បែរបងបំពេញបំណង
ខ្លីតែមានន័យក្នុងជីវិតអ្វីដែលតែងតែគិតបងប្រាថ្នាមិនជឿលើនិស័យមិនជឿព្រេងវាសនាតែពេលនេះទៅដឹងថាជាការពិតឆាកជីវិតមានន័យព្រោះតែថ្លៃម្នាក់អូនត្រូវជួបជុំពេលក្តីស្នេហាដូចចិត្តមិនរួចព្រោះតែដួងកែវនេត្រាបងជារាជបុត្រាក្នុងសូបិនបរោពេញណក៏មិនល្អដូចបងឡើយស្នាមញញឹមត្រានត្រាយឲ្យស្រីលំសារភាពថាសំចាញ់ស្នេហ៍តូចតន់អូនបន់ស្រន់ឲ្យឆាប់បានជួបមុខម្ដងទីជីវិតមានន័យព្រោះតែថ្លៃម្នាក់អូនត្រូវជួបជុំពេលក្តីស្នេហាដូចចិត្តមិនរួចព្រោះតែដួងកែវនេត្រាបងជារាជបុត្រាក្នុងសូបិនបរោពេញណក៏មិនល្អដូចបងឡើយស្នាមញញឹមត្រានត្រាយឲ្យស្រីលំសារភាពថាសំចាញ់ស្នេហ៍តូចតន់អូនបន់ស្រន់ឲ្យឆាប់បានជួបមុខម្ដងទីបរោពេញណក៏មិនល្អដូចបងឡើយស្នាមញញឹមត្រានត្រាយឲ្យស្រីលំសារភាពថាសំចាញ់ស្នេហ៍តូចតន់អូនបន់ស្រន់ឲ្យឆាប់បានជួបមុខម្ដងទី